អ្នកនរគ្នាធ្លាប់ញ៉ាំបកងនេះតាមហាងមួយក្បាល50-60រៀលត្រូវអត់ហើយអ្នកនរគ្នាគិតថាអូសីស៊ីហ្វូតចង់លក់មួយក្បាល50-60រៀលទេមែនខ្ញុំអត់ចង់ខ្ញុំចង់លក់តែ25រៀលអ្នកនរគ្នាស្ដាប់អត់ខុសទេមួយក្បាលតែ25រៀលឯនៅអូសីស៊ីហ្វូតហើយបកងរស់ណាបញ្ជាក់បកងរស់ក្នុងអាងតែម្ដងខ្នាតវាគឺកន្លះគីឡូទៅ6ខាំហើយបើយើងទិញតាមផ្សារក៏1គីឡូ55រៀលទៅ60រៀលដែរតែអូសីស៊ីហ្វូតលក់តែ$25ក្នុងមួយក្បាលហើយសំខាន់បកងហ្នឹងខួរច្រើនទៀតឲ្យបកងកាណាដាហ្នឹងហើយ free ធ្វើម្ហូបបាន2មុខទៀតអូសីស៊ីហ្វូតហ្នឹងហើយបងប្អូនស្ដាប់អត់ខុសទេមួយក្បាល$25ហើយ free ធ្វើមកបាន2មុខទៀតនៅ OSI Seafood ខ្លួនវាក្នុងវីដេអូនេះខ្ញុំយកអំពងបឺតែបើអ្នកគ្នាអត់ចង់អំពងបឺអាចចំហុយខ្ទឹមសចំហុយធម្មតាឬក៏អំពងខ្ទឹមសអីក៏បានដែរឆាបង្គាព្រាអីក៏បានចំពោះក្បាលអាចឆាបាយឆាមីឬក៏អាំងប្រេងខ្យងក៏បានដែរហើយគេថាលក់ថោកម៉ែហើយ free ធ្វើម្ហូបទៀតតិចបោកទេចង់ឡើងបោកក៏មកទៅបើមានអវ៉ាន់អត់បោកទេបងប្អូនហើយបច្ចៈគឺអវ៉ាន់រੂគឺនៅហាយក្នុងអាងពេលបងប្អូនក៏មកគឺខាងបងប្អូនធ្វើជូនភ្លាមអញ្ចឹងរយៈពេលធ្វើវាអាចខ្ទង់កន្លះម៉ោងអីហ្នឹងបងព្រោះធ្វើអវ៉ាន់រੂភ្លាមជូនបងហ៎ហើយយមែនណាបកងនឹងខួរឆនណាហើយសាច់គេឡើងផ្អែមស្វិតឆ្ងាញ់ហ្មងអវ៉ាន់រੂវាដូចអវ៉ាន់កក់អីបងប្អូនតម្លៃក៏មិនខុសគ្នាដែរអញ្ចឹងជាធម្មតាបើយកអវ៉ាន់កក់ទេយកអវ៉ាន់រੂយកទៅញ៉ាំទៅហើយតម្លៃធូរហ្នឹងមួយក្បាលតែ$25ធ្វើបានដល់ទៅ2មុខទៀតហ៎មើលទៅក្នុងវីដេអូដឹងហើយថាសាច់វាជាតិប៉ុណ្ណាគ្រូវាជាតិប៉ុណ្ណាបងប្អូនកុំភ្លេចអូសីស៊ីហ្វូលក់អវ៉ាន់រੂតម្លៃធូរហើយឆ្ងាញ់ទៀត free ធ្វើម្ហូបទៀតហ៎